រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបានសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី26គេឲ្យពហុកោណមួយដែលមានមុំនេះស្មើ9មុំនេះមិនដឹងមុំខាងក្រោមនេះស្មើអក្សរពេបន្តមកគេសួររកអក្សរពេដើម្បីរកមុំពេឃើញតើយើងស្គាល់មុំនេះសិនអញ្ចឹងមុំនេះយើងអាចរកឃើញខាងនេះ8បូកមុំនឹងទៅស្មើ108អញ្ចឹងនាំឲ្យយើងរកមុំនេះឃើញចំណែកនេះ88បូកនឹងមុំនេះមកឃើញ108ទាំងមូលអញ្ចឹងយើងអាចរកមុំឃើញចូលមើលការបកស្រាយទាំងអស់គ្នាមុំ x បូកនឹងមុំ88ស្មើ108មូលហេតុជាមុំបនថែមមុំ x បូកនឹងមុំ88ស្មើ108ជាមុំបន្ថែមបន្ទាប់មកយើងនឹងដោះស្រាយសមីការទុក x អង្គទី1ហើយ108នៅអង្គទី2មុំ108នេះយើងទាញមកអង្គទី2អញ្ចឹង108ដក88នៅសល់92ដឺក្រេមុំនេះស្មើ92ចំណែកមុំក្រោមនេះវិញគឺមុំសិតបូកនឹងមុំ88ស្មើ108មូលហេតុជាមុំបន្ថែមដូចគ្នានេះ188បូកនឹងមុំសិតស្មើ108អញ្ចឹងយើងដោះស្រាយដូចគ្នាមុំសិតស្មើ108ដកឲ្យ88 108ដក88ស្មើ92អញ្ចឹងមុំនេះស្មើ92មុំនេះស្មើ92ផលបូកនៃមុំទាំង4នឹងស្មើ360ជាផលបូកនៃពហុកោណមុំពេបូកមុំ9បូកមុំ92បូកមុំ92ស្មើ360ជាមុំក្នុងនៃពហុកោណមុំក្នុងខ្វះងួយអញ្ចឹងនាំឲ្យយើងបានមុំពេស្មើនឹង360ដកនៃផលបូកមុំទាំង3នេះបូកដកឲ្យ93បូក92បូក92អញ្ចឹងវាបាន274 360ដក274នៅសល់85មួយដូច្នេះមុំពេស្មើ86ធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូម